មានផ្ទៃពោះកើតជំងឺសេមន់តែអាចសម្រាប់ធម្មជាតិបានអត់អ្នកគ្រូចាអរគុណនៅសំណួរគឺបងប្អូនស្ត្រីយើងគាត់សួរច្រើនមែនតើនៅក្នុង page ចាអញ្ចឹងវីដេអូនេះអ្នកគ្រូធ្វើជូនជាពិសេសសម្រាប់បងប្អូនទាំងអស់គ្នាកំពុងតែមានផ្ទៃពោះពិសេសម៉ាក់ដែលមានប្រវត្តិកើតសេមន់ពីមុនចាឬក៏កំពុងតែមានផ្ទៃពោះនឹងហើយយើងមានដោះសាច់សេមន់អញ្ចឹងជំងឺសេមន់ចាវាអត់ឆ្លងពីម្ដាយទៅកូនតាមរយៈដែលយើងបើពោះទេប៉ុន្តែជំងឺសេមន់វាឆ្លងដោយការប៉ះពាល់ផ្ទាល់អញ្ចឹងសំណួរសួរថាអ្នកគ្រូខ្ញុំមានផ្ទៃពោះចាសម្រាប់ធម្មជាតិបានអត់បើខ្ញុំកើតសេមន់អាចសម្រាប់ធម្មជាតិបានប៉ុន្តែវាមានលក្ខខណ្ឌរបស់វាចាអត់មានគ្រូពេទ្យណាគេហាមថាអ្នកជំងឺសេមន់ហ្នឹងមិនឲ្យសម្រាប់ធម្មជាតិទេតែបើសិនក្នុងលក្ខខណ្ឌខ្លះវាធ្ងន់ធ្ងរពេកក៏គ្រូពេទ្យគេណែនាំគេ recommend ឲ្យយើងសម្រាប់ដោយការវះកាត់ដែរដែលវាសុវត្ថិភាពជូនយើងអញ្ចឹងខ្ញុំនឹងបញ្ជាក់បងប្រាប់បងប្អូនអ្នកគ្នាថាកន្លែងណាខ្លះដែលសេមន់អាចកើតហើយហេតុអីបានជាអាចឆ្លងដល់កូនចាទី1ជំងឺសេមន់អាចដោះនៅណាខ្លះវាអាចដោះនៅមាត់ស្បូនចាវាអាចដោះនៅអញ្ចឹងទ្វារមាសខាងក្នុងនេះវាអាចដោះនៅហ៊ុនទ្វារមាសចាអ្នកខ្លះបងប្អូនអ្នកគ្នាបើសិនជាស្ត្រីខ្លះគាត់កើតទៅខាងក្រៅតិចតួចទេគ្រូពេទ្យក៏ពិនិត្យឃើញថាមានជំងឺដោះសាច់សេមន់ហើយគាត់ព្យាបាលដោយការដុតហើយបងប្អូនអ្នកគ្នាទទួលសេវាកម្មហ្នឹងថែទាំទ្វារមាសឲ្យបានល្អទៅហើយយើងតាមដានមើលឃើញថាអត់មានដោះសាច់សេមន់ហ្នឹងទេចាវាស្អាតវាល្អគឺបងប្អូនអ្នកគ្នាអាចសម្រាលធម្មជាតិបានចាហ្នឹងហើយអត់មានបញ្ហាអីទេប៉ុន្តែបើសិនជាក្នុងលក្ខខណ្ឌដែលបងប្អូនទាំងអស់គ្នាមានជំងឺដោះសាច់សេមន់វាច្រើនវាធំវាដោះលឿនដុតហើយដោះទៀតចាហ្នឹងហើយបើសិនជាអ្នកខ្លះគឺធំមែនទែនដុសសាច់នោះឡើងក៏ញោមហ្មងដែលវាប្រឈមនឹងការធ្លាក់ឈាមពេលដែលសម្រាប់កូនហើយនៅប្រឈមមុខពិសេសបំផុតគឺឆ្លងកូនចាធម្មតាកូនសម្រាប់តាមស្បូនតាមធនទ្វារមាសអញ្ចឹងវាមានការដាច់រលាត់ទង្គិចឈាមឬក៏ស្បែកប៉ះសាច់ហ្នឹងអញ្ចឹងគាត់អាចមានការឆ្លងពេលហ្នឹងចាហ្នឹងហើយអាចមានការឆ្លងពេលហ្នឹងអញ្ចឹងគេនឹងតាមដានកូនមើលទៀតព្រោះក្មេងខ្លះអាច1ឆ្នាំ2ឆ្នាំមិនគាត់ចេញសញ្ញាមិនគេធ្វើការព្យាបាលអញ្ចឹងទៅអញ្ចឹងដើម្បីសុវត្ថិភាពចាកុំឲ្យឆ្លងដល់កូនចាលោកគ្រូពេទ្យគាត់ recommend ឲ្យសម្រាប់ម៉ាក់ដែលគាត់មានដោះសាច់សេមន់ហ្នឹងចាឲ្យសម្រាប់ដល់ការវះកាត់ទៅចាវាសុវត្ថិភាពអញ្ចឹងគឺមានលក្ខខណ្ឌបែបហ្នឹងបងប្អូនអ្នកគ្នាអញ្ចឹងម៉ាក់ទាំងអស់គ្នាគួរតែថែទាំទ្វារមាសឲ្យបានល្អសុខភាពឲ្យបានល្អទៅធម្មតាចេះខ្ញុំប្រាប់មិនថាម៉ាក់ដែលគាត់មានផ្ទៃពោះឯអ្នកផ្សេងក៏ដោយចាឲ្យតែថែទាំសុខភាពទ្វារមាសល្អក៏យើងជៀសផុតពីការឆ្លងរោគ HPV ផ្សេងដែរចាឬក៏មេរោគធ្លាក់សផ្សេងដែរតែទ្វារមាសបើយើងអត់មានការរលាកចាអត់មានការធ្លាក់សញ៉ៃទេសុខភាពល្អក៏វាប្រឆាំងមេរោគនឹងបានដែរហើយមួយទៀតបងប្អូនអរគ្នាចាអ្នកដែលគាត់នៅលាគួរតែស្វែងរកវ៉ាក់សាំងចាក់ការពារទាំងអស់គ្នាទៅហើយបើអ្នកមានគ្រួសារធៀមយកកូនក៏គួរតែចាក់វ៉ាក់សាំងឲ្យគ្រប់យ៉ាងយើងយកកូនដែរចាដើម្បីជៀសផុតពីជំងឺសេមន់ក៏ដូចជាជំងឺមហារីកស្បូនផងដែរចាអញ្ចឹងសង្ឃឹមតែបងប្អូនអរគ្នាយល់ចាហើយថែទាំសុខភាពបានទាំងអស់គ្នាអរគុណ